ដែលតាមដានខ្ញុំក្នុង TikTok ក៏ដឹងហើយថាខ្ញុំមកនៅអង់គ្លេសនេះរយៈពេល6ខែមកនៅផ្ទះមួយប៉ែម៉ាក់បងខ្ញុំហើយមកនៅមួយបងខ្ញុំផ្ទាល់ហ្មងតែបើអ្នកតាមដានខ្ញុំក្នុង Facebook វិញខ្ញុំគិតថាក៏រត់តស្គាល់ពីខ្ញុំច្បាស់ទេព្រោះ Facebook ខ្ញុំទៅតែផ្ទុះវាចឹងណាអញ្ចឹងសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះរិស័យអាយុ19ឆ្នាំហើយថ្ងៃហ្នឹងខ្ញុំចង់នាំអ្នកនរគ្នាទៅលេងសមុទ្រជុំគ្រួសារខ្ញុំទាំងអស់គ្នារងថ្ងៃខ្ញុំនៅប្រទេសអង់គ្លេសនៅខាង Dorm រៀងឆ្ងាយពី London 5ម៉ោងបើជិះពីនេះទៅ5ម៉ោងពី London ហើយឥឡូវខ្ញុំមកលេង North England និយាយទៅពីផ្ទះមកខាងសមុទ្រមួយនេះយើងត្រូវការពេលវេលារយៈពេល2ម៉ោងក្នុងការជិះឡានមកដល់ហើយយើងមកលេងនៅនេះរយៈពេលមួយយប់2ថ្ងៃអ្នកនរគ្នាយើងជួលផ្ទះគេអាផ្ទះឈើតូចៗហ្នឹងណានៅចង់និយាយថាមានអីអ្នកនរគ្នាម្យ៉ាងដែរតើយើងអត់ដែលមកនៅបែបចឹងតែពេលយើងមកនៅបែបចឹងទៅមានអារម្មណ៍ថាប្លែកសប្បាយហើយគេមានកន្លែងលេងចានឲ្យយើងមានរាវចានមានកែវឲ្យយើងប្រើប្រាស់ចឹងណាហើយគេមានបន្ទប់ទឹកគេទូចតែ it's okay អ្នកនរគ្នាវាអត់មានជាបញ្ហាអីទេបន្ទាប់ពីរើអីវ៉ាន់ចេញពីក្នុងឡានមកដាក់ក្នុងផ្ទះហើយពួកយើងក៏នាំគ្នាដើរទៅសមុទ្រទាំងអស់គ្នាទាំងអស់ចំនួន5នាក់ហើយពីនេះទៅសមុទ្រប្រហែលជា 3-4 គីឡូខ្ញុំចង់ប្រាប់អ្នកនរគ្នាថាចាអ្នកនៅអង់គ្លេសខ្ញុំគឺគេ enjoy life ហ្មងគេអត់សូវគេមានឡានបើកតែគេបើកម៉ូគេចូលចិត្តដើរជាងពេលខ្លះចងាយ 5-6 គីឡូគេដើរស៊ីផុយមានចង្ការស៊ីផុយហើយមីខ្ញុំនេះពេលខ្ញុំនៅខ្មែរខ្ញុំចូលចិត្តដើរដែរតែដល់ពេលខ្ញុំមកដល់អង់គ្លេសគឺខ្ញុំចាបន្ទុកគឺ0តែម្ដងខ្ញុំដើរឆ្នេះនៅអង់គ្លេសនេះហេចាស្បត់ហើយគិតថាអ្នកនរគ្នាគេជិះឡានបានទេណាទៅសមុទ្រនឹងគេជិះឡានបានតែក្រុមគ្រួសារពួកនេះខ្ញុំនិយាយទៅមានឈាមជ័រជាអង់គ្លេសគឺមិនជិះទេមិនជិះឡានទេដើរនិយាយទៅសណាងដែរនេះដើរតែ 3-4 គីឡូបើថានាងខ្ញុំកាលនៅ London វិញដើរកន្លះថ្ងៃហ្នឹងគឺ2-10 គីឡូចា2-10 គីឡូធម្មតាអ្នកនរគ្នាបើគេជាអ្នកដើរស្រាប់គេមិនអីទេតែសម្រាប់ខ្ញុំមិនមែនជាអ្នកដើរទេចាខ្ញុំនៅខ្មែរខ្ញុំជិះម៉ូតូរហូតអូខេបន្ទាប់ពីដើរអស់រយៈពេល25នាទីទៅកន្លះម៉ោងរួចមកយើងក៏មកដល់សមុទ្រហើយសមុទ្រគេមានអីអ្នកនរគ្នាមកមុំគួសមខ្ញុំជិះទឹកសមុទ្រមើលទៅវាពណ៌ខៀវហ្មងតែបើទេសភាពអីខ្ញុំគិតថារៀងចាញ់សមុទ្រខ្មែរជាពិសេសកោះរងស្អាតណាយើងមកដល់សមុទ្រនេះយើងអាចចុះលេងទឹកសមុទ្របានទេក៏ព្រោះតែវាត្រជាក់ឃើញម្នាក់ពាក់អាវយឺតធម្មតាពាក់ខោជើងខ្លីចឹងណាតែទឹកសមុទ្រមានជាការត្រជាក់ចាត្រជាក់ខ្លាំងមានតែឆ្កែដែលចូលក្នុងទឹកសមុទ្របានខ្ញុំមកលេងសមុទ្រនេះរយៈពេល2ម៉ោងណាអ្នកនរគ្នាការមកដូចជាម៉ោង4ហើយយើងទៅវិញម៉ោង6ហើយគុំច្រឡំណាអ្នកនរគ្នាឥឡូវដោយសារតែប្រទេសអង់គ្លេសវាចូលរដូវក្តៅចឹងវាក្រយប់ខ្លាំងឯងម៉ោង10-11អីបានល្ងឹតថ្ងៃលិចវិញថ្ងៃលិចម៉ោង8អ្នកនរគ្នា8យប់បានថ្ងៃរៀបលិចដូចម៉ោង5អញ្ចឹងយើងមកដល់ផ្ទះវិញហើយយើងនាំគ្នារៀបចំញ៉ាំអីចឹងណាហើយនេះអ្នកនរគ្នាអាហារប្រចាំស្រុកអង់គ្លេសគឺ fish and chips អាហារប្រពៃណីគេហ្នឹងណាត្រីហើយនឹងដលងពងអាហ្នឹងអាហារប្រពៃណីគេអាហារដ៏សែនល្បីប្រចាំប្រទេសអង់គ្លេសកុំសួរខ្ញុំពីរសជាតិឯសោះអ្នកនរគ្នាព្រោះអាហារនៅអង់គ្លេសនេះមួយណាក៏ដូចមួយណាដែរគ្មានជាតិទេសាបស្លែមហ្នឹងសូម្បីតែត្រីហ្នឹងគេគ្រាន់តែចៀនហើយគេយកឲ្យយើងញ៉ាំតែត្រីវាស្រស់ចឹងណាហើយដលងហ្នឹងគឺដលងហ្នឹងហ្មងចាគឺអត់មានជាតិប្រៃផ្អែមជូរហឹរអីទេគឺសាបគេញ៉ាំតែបែបហ្នឹងនៅប្រទេសអង់គ្លេសគេញ៉ាំតែបែបហ្នឹងញ៉ាំហើយពួកយើងក៏នាំគ្នាអង្គុយអាំងភ្លើងនិយាយគ្នាជុំគ្នាខ្ញុំតែនិយាយក្នុងវីដេអូខ្ញុំថាគ្រួសារបែបហ្នឹងឯងដែលខ្ញុំចង់បានហើយខ្ញុំអត់កុហកឯអ្នកនរគ្នាគ្រួសារបែបហ្នឹងឯងដែលខ្ញុំចង់បានពិតប្រាកដមែនវីដេអូខ្ញុំចប់ត្រឹមហ្នឹងឯងអ្នកនរគ្នាអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនា and I see you in the next video bye